ហើយដោយសារគាត់មានអធិពលគាត់ចាត់ចែងពិភពលោកតាមរយៈអធិពលរបស់គាត់លោកតាតើការយល់ដឹងពីចង្វាយផ្ដល់ផលប្រយោជន៍អ្វីបើឆ្លើយជាបែបកំ pl ែងបើឆ្លើយជាបែបកំ pl ែងអត់បានការអីទេជក់ម៉ាស្រួលជាងជក់ម៉ាលេងស្រីលេងលបែងណាផាក់ស៊ីណាធ្វើយូកងក្មេងដំណើងអីល្អជាងអាហ្នឹងបាននិយាយបើឆ្លើយចៅឯងជារបៀបកំ pl ែងណាតារាងខាងក្រោយនេះតាក់ទងនឹងរឿងច្រើនអានេះឆ្លើយចៅឯងឲ្យចំណេះចៅឯងវិញការសិក្សាឬក៏ការយល់ដឹងពីចង្វាយគឺដំបូងបំផុតតាក់ទងនឹងការយល់ដឹងអំពីហេតុដូចម្ដេចបានជាពិភពលោកគេបង្កើតប្រព័ន្ធហេតុដូចម្ដេចបានជាពិភពលោកគេបង្កើតប្រព័ន្ធឧបមាថានៅក្នុងពិភពលោកគេនិយាយពី global power elite មានន័យថាស្អីទៅ elite គឺមនុស្សកំពូល power មនុស្សកំពូលហើយមានកម្លាំងមានអំណាចហ្នឹងមិនមែនមានអំណាចកំភ្លើងមកកាប់មកចាក់មកសម្លាប់យើងទេអំណាចនេះគឺជាអំណាចឥទ្ធិពលសិភៅនេះនិយាយអំពីក្រុមហ៊ុនភាគច្រើននិយាយពីក្រុមហ៊ុនឬក៏និយាយពីក្រុម300ដែលមានកម្លាំងខ្លាំងនៅក្នុងប្រព័ន្ធមូលធននិយមវាជាក្រុមហ៊ុនអញ្ចឹងយើងមើលទៅនេះវិញគឺគេនិយាយពីអ្នកនៅម្ដងនេះតែខ្ញុំសរសេរហៅថាយៈគ្រប់គ្រងធនធានអាហ្នឹងសភៅនេះនៅក្នុងសភៅនេះគេបញ្ចូលយើងអូខេដល់ពេលយើងអានសភៅនោះទៅយើងស្វែងយល់ទៅណាយើងស្វែងយល់ទៅអូខេយើងយល់ដឹងអំពីរឿងហ្នឹងណាយើងពិនិត្យមើលតទៅទៀតយើងអានសភៅនេះមួយ International Organization in World Politics អង្គការអន្តរជាតិក្នុងនយោបាយពិភពលោកតើសភៅនេះគេបញ្យល់ពីអ្វីសភៅនេះគេបញ្យល់អំពីសភៅមុននិយាយពីយៈគ្រប់គ្រងធនធានសភៅមិញហ្នឹងគេបញ្យល់ពីប្រព័ន្ធពិភពលោកណាឃើញទេយើងអានសភៅនេះវាតកតងនឹង IMF ធនាគារពិភពលោកនិងអង្គការពាណិជ្ជកម្មពិភពលោកសភៅនេះគេបញ្យល់អំពីកម្លាំង3 IMF ធនាគារពិភពលោកនិងអង្គការពាណិជ្ជកម្មពិភពលោកតើសភៅនេះគេបញ្យល់អំពីអំណាចអធិពលអ្វីគេបញ្យល់អំពីអំណាចនៃបើយើងមើលតារាងនេះគឺគេបញ្យល់អំណាចនៃមហាយៈគ្រប់គ្រងធនធានណាហ្នឹងយើងមើលឃើញនឹងឲ្យឧទាហរណ៍ណាកូនណាឲ្យឧទាហរណ៍នេះលក្ខណៈឲ្យឧទាហរណ៍អូខេលក្ខណៈឲ្យឧទាហរណ៍បើយើងអានសភៅនេះគេហៅថា super class វណ្ណៈកំពូល the global power elite and the world they are making ពួកនេះយើងអត់ស្គាល់វាទេប៉ុន្តែគេចាត់ទុកថាវណ្ណៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពិភពលោកយើងអានសភៅនេះយើងឆ្លុះបញ្ចាំងមកយើងឃើញថាពួកនេះវានៅក្នុងគណៈកម្មការរងរបស់ចៅបាយអាហ្នឹងយើងយល់ដឹងពីអ្វីដែលវាកើតឡើងយើងមើលទៅយើងដឹងណាយើងអានសភៅនេះសភៅនេះវាអត់មាន cover យើងអានសភៅនេះមួយមាន cover ទេនេះអូខេយើងអានសភៅនេះ How to run the world សភៅនេះគឺគេបញ្យល់អំពីថាពិភពលោកទាំងមូលហ្នឹងវាមានប្រមុខរដ្ឋវាមានប្រធានាធិបតីវាមានស្ដេចវាមានមេដឹកនាំតាមប្រទេសហើយប៉ុន្តែតើអាពិភពលោកហ្នឹងវាដំណើរយ៉ាងម៉េចវាមានស្អីខ្លះដែលវារុញពិភពលោកហ្នឹងឲ្យធ្វើដំណើររៀងរាល់ថ្ងៃកាលណាយើងអានសភៅហ្នឹងយើងឆ្លុះបញ្ចាំងឃើញគណៈកម្មាធិការរងចៅបាយដដែលពីព្រោះវាគ្រប់គ្រងអ្វីនេះហើយមានជំនួយពីមួយនេះគឺជាការសិក្សាពីចៅបាយដែលខ្ញុំកុំជឿខ្ញុំណាខ្ញុំអត់ឲ្យជឿខ្ញុំទេអូខេអញ្ចឹងហើយបានជាការដែលយកចិត្តទុកដាក់អំពីណាការយកចិត្តទុកដាក់អំពីអ្វីឥឡូវនេះយើងអានសភៅមួយនេះ Who owns the world អ្នកណាគឺជាម្ចាស់នៃពិភពលោកណាគឺនិយាយអំពីរ៉ែមាសរ៉ែពេជ្រអូស្មန်ប្រេងឆៅអីដូចម្ដេចហៅថាអ្នកគ្រប់គ្រងដូចម្ដេចហៅថាអ្នកទាញផលប្រយោជន៍ដូចម្ដេចហៅថាសាមីប្រទេសសភៅនេះធ្វើឲ្យយើងដឹងយើងយល់ហើយយើងឆ្លុះបញ្ចាំងយើងក៏ឃើញថាវាតកតងនឹងមហាយៈគ្រប់គ្រងធនធានណានឹងយើងអានសភៅអញ្ចឹងយើងគូគងឲ្យយល់ដឹងណាយើងគូគងឲ្យយល់ដឹងបន្តទៅទៀតយើងអានសភៅនេះ super power ណាលក្ខណៈ3យ៉ាងដែលជាជំរឿនរបស់អាមេរិកគ្រប់គ្រងពិភពលោក
លក្ខណៈ3យ៉ាងដែលអាមេរិកគ្រប់គ្រងពិភពលោក The three choices of America's role in the world ក្នុងឋានៈជា super power យើងអានទៅប៉ុណ្ណឹងយើងក៏យល់ដឹងថាគណៈកម្មការរងរបស់ចៅហ្វាយគេធ្វើម៉េចអា3នេះបូកណាកដាលនេះបូកណានេះវាគ្រប់គ្រងនេះយើងមើលឃើញអាហ្នឹងរបៀបភ្ជាប់សេចក្តីណាអត់មានសៀវភៅមួយប្រាប់យើងទេគឺសៀវភៅច្រើនវាភ្ជាប់សេចក្តីសៀវភៅច្រើនដែលវាភ្ជាប់សេចក្តីវាមិនមែនជាសៀវភៅមួយទេវាមិនមែនជាសៀវភៅមួយណាមិនមែនជាសៀវភៅមួយទេដល់ពេលយើងអានសៀវភៅចេះអានេះវាមាន5ភាគ global connection ទំនាក់ទំនងនៃពិភពលោកវាតកតងយ៉ាងម៉េចវាមានភាគ1ភាគ2ភាគ3ភាគ4ភាគ5ណាយើងអានសៀវភៅនេះទើបយើងដឹងប្រវត្តិតើពិភពលោកគេភ្ជាប់គ្នាយ៉ាងម៉េចគេរៀបប្រព័ន្ធយ៉ាងម៉េចទើបយើងឆ្លុះបញ្ចាំងអំពីអានេះបូកនឹងរចនាសម្ព័ន្ធរបស់វាខ្ញុំឆ្លើយបានបន្តិចអញ្ចឹងទេណាមិនក្បោះក្បាយទេអត់មានសៀវភៅមួយប្រភពមួយអះអាងទាំងមូលទេដើម្បីយល់ដឹងពីប្រយោជន៍ឬក៏ពីឥទ្ធិពលរបស់ចៅហ្វាយគឺត្រូវគួបផ្សំនឹងការយល់ដឹងអំពីរចនាសម្ព័ន្ធនៃពិភពលោកតែយើងឃើញរាល់ថ្ងៃដូចអង្គការសហជីវជាតិយើងឃើញអានេះយើងឃើញអានេះតាមរយៈ Vanguard BlackRock Goldman Sachs អីនេះយើងមើលឃើញអានេះតាមរយៈប្រទេសមួយយើងមើលឃើញអានេះជា Apple ជា Nvidia ជា Huawei ជា Alibaba ជា Boeing ជា Airbus ជា OpenAI ជាអីយើងមើលឃើញហើយយើងអានទៅបានយើងដឹងថាវាមានទំនាក់ទំនងនឹងគណៈកម្មការណាមួយទើបបានមនុស្សដូចខ្ញុំហ្នឹងមើលឃើញរូបភាពនៃចៅហ្វាយហើយបញ្ជាក់ចៅហ្វាយគាត់អត់ control គាត់អត់ក្តាប់គាត់អត់ត្រួតត្រាគាត់អត់ដាក់បញ្ជាបានទេតែគាត់មានឥទ្ធិពលហើយដោយសារគាត់មានឥទ្ធិពលគាត់ចាត់ចែងពិភពលោកតាមរយៈឥទ្ធិពលរបស់គាត់នឹងសង្ខេបសិនណាបងណានឹងចំពោះអ្នកដែលសួរថាតើការយល់ដឹងពីចៅហ្វាយផ្ដល់ផលប្រយោជន៍អ្វីបាននិយាយលេងថាជក់ម៉ាស្រួលជាងតែបើនិយាយមែនតើដូចតាប្រាប់ចឹងណាចៅណាអូខេ